គ្រាន់តែចេញក្បាលវីដេអូមកភ្លាមបងប្អូនមានចាប់អារម្មណ៍ថានៅកន្លែងណាអត់បាទហ្នឹងហើយហើយក៏ប៉ុន្តែគឺខ្ញុំនៅក្នុងទីធ្លាវត្តដង្ហិតបាទដោយសារតែពួកខ្ញុំមកចូលរួមបុណ្យការប្រាក់សាមគ្គីនៅវត្តដង្ហិតអញ្ចឹងក៏បានផ្តិតយករូបភាពខ្លីៗដើម្បីចែកជូនបងប្អូនរបស់គ្នាដោយសារពេលវេលារាងខ្លីដែរអញ្ចឹងខ្ញុំអត់បានផ្តិតយករូបភាពអស់ទេបាទអញ្ចឹងមានតែរូបភាពមួយចំនួនដើម្បីចែកម្លែកទៅបងប្អូនរបស់គ្នាកំសាន្តលេងនៅក្នុងទីធ្លាវត្តដង្ហិតបាទហ្នឹងហើយវីដេអូនេះគឺអត់មិនសូវជាវែងប៉ុន្មានទេខ្លីៗតែបាទដោយសារតែក្នុងបរិវេណវត្តដង្ហិតគឺថាមានទីធ្លាធំមែនទែនបាទហើយក៏ពួកខ្ញុំនាំគ្នាដើរកំសាន្តថតរូបលេងដើម្បីទុកជាអនុស្សាវរីយ៍អញ្ចឹងបងប្អូនរបស់គ្នាបាទហ្នឹងហើយដូចជាវីដេអូថ្ងៃនេះគឺដូចជាអត់មានអីច្រើនទេគឺមានតែប៉ុណ្ណឹងសម្រាប់ចែកជូនបងប្អូនរបស់គ្នាអញ្ចឹងបងប្អូនរបស់គ្នាអាចមកទស្សនាលេងកំសាន្តបានអរគុណបាយបាយ